នេះគឺជាវីដេអូថតត្រីនៅក្រោមបាតសមុទ្រដែលខ្ញុំបានផលិតឡើងដោយប្រើប្រាស់ AI អ្នកនរគ្នាអាចធ្វើការផលិតមើលបានហើយនេះគឺជា channel មួយដែលបានបង្កើតវីដេអូជាលក្ខណៈបែបហ្នឹងហើយក្នុងមួយខែគឺគាត់អាចរកប្រាក់បានចន្លោះចាប់ពី$3,000ទៅ$8,000ណោះចឹងបើសិនជាអ្នកនរគ្នាមានចំណាប់អារម្មណ៍ចង់ធ្វើការផលិតវីដេអូបែបហ្នឹងអាចធ្វើការអនុវត្តតាមវិធីរបស់ខ្ញុំបានជាដំបូងគឺអ្នកនរគ្នាគ្រាន់តែចូលមកកាន់ ChatGPT មកចឹងនៅកន្លែងនេះអ្នកនរគ្នាអាចប្រើ ChatGPT ឬមួយក៏ Google Gemini បានហើយបន្តមកទៀតអ្នកនរគ្នាអាចសរសេរ prompt នេះខ្ញុំបានអញ្ចឹងចំពោះ prompt នេះគឺខ្ញុំនឹងដាក់នៅខាងក្រោមវីដេអូនេះឬមួយក៏អ្នកនរគ្នាអាចចូលទៅយកនៅក្នុង channel Telegram របស់ខ្ញុំបានផងដែរចឹងនេះគឺជា prompt របស់ខ្ញុំអញ្ចឹងសម្រាប់ prompt របស់ខ្ញុំគឺខ្ញុំចង់ឲ្យ AI ហ្នឹងវាបង្កើតជា prompt របស់ខ្ញុំចំនួន20 prompt ដើម្បីខ្ញុំយកទៅបង្កើតវីដេអូជាលក្ខណៈថតនៅក្រោមបាតសមុទ្រដែលមានដូចជាត្រីឬមួយក៏ jellyfish ឬមួយក៏មឹកអីជាដើមហ្នឹងទៅអញ្ចឹងយើងគ្រាន់តែចុច send ទៅវាទៅគឺវានឹងធ្វើការរៀបចំជា prompt មកយើងតែម្ដងដើម្បីយើងយកទៅបង្កើតជាវីដេអូហ្នឹងអញ្ចឹងយើងរងចាំវាសិនទៅហើយបញ្ជាក់បន្តិចនៅក្នុងចំណុចនេះអ្នកនរគ្នាចង់ធ្វើប្រហែលវគ្គបាទប្រហែលវីដេអូអាចធ្វើការដាក់តាមហ្នឹងទៅ50-60វីដេអូអញ្ចឹងគឺវានឹងធ្វើការ generate ឲ្យយើង50-60 prompt ដែរអូខេឥឡូវនេះគឺវាបាន generate 20 prompt មកខ្ញុំរួចរាល់ហើយអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើងបូក tab ថ្មីមួយទៀតមកអ្នកនរគ្នាអាចធ្វើការ search ពាក្យថា Grok AI អញ្ចឹងអានេះគឺខ្ញុំនឹងប្រើ Grok AI ដើម្បីធ្វើការផលិតវីដេអូហ្នឹងតែបើសិនជាអ្នកនរគ្នាមាន AI ផ្សេងដូចជា VO3 ឬមួយក៏ Kling អ្នកនរគ្នាអាចធ្វើការប្រើប្រាស់បានអញ្ចឹងនៅពេលដែលយើងចូលមកកាន់ Grok AI ដំបូងយើងចុចលើពាក្យថា image អូខេអញ្ចឹងបន្តមកទៀតគឺយើងបកទៅក្រោយវិញគឺយើងចូលមកកាន់ ChatGPT ហើយយើងមក copy prompt មួយហ្នឹងមកអញ្ចឹងខ្ញុំសូម copy prompt ទី1នេះហើយយើងយកមកផាសនៅកន្លែងនេះមកអូខេចុះយើងរើសមកនេះយើងចង់ធ្វើវីដេអូហ្នឹងជាតម្រងប្រឈមផ្ដេកឬមួយក៏4ជ្រុងអញ្ចឹងខ្ញុំសូមយកផ្ដេកចុះយើងចុច send ទៅវាសិនទៅអញ្ចឹងដល់ពេលដែលយើង send ទៅវាគឺវាធ្វើការផលិតជារូបភាពឲ្យយើងសិនហើយយើងទៅប្រឌិតមើលសិនថារូបភាពនេះយើងចង់យកមួយណាបន្តមកទៀតចាំយើងបំលែងពីរូបភាពហ្នឹងទៅជាវីដេអូតែម្ដងចុះឥឡូវយើងរងចាំវាបន្តិចសិនទៅអូខេឥឡូវនេះគឺវាចេញមកអ្នកនរគ្នាអាចធ្វើការផលិតមើលបានអញ្ចឹងយើងមើលមកយើងពេញចិត្តមួយណាយើងយកមួយហ្នឹងមកឧទាហរណ៍ថាខ្ញុំចូលចិត្តមួយនេះចុះខ្ញុំគ្រាន់តែចុចលើហ្នឹងហើយបន្តមកទៀតខ្ញុំចុច make a video ឬមួយក៏យើងផាស prompt ដែរមិញចូលមកក៏បានដែរអូខេអញ្ចឹងយើងចុច submit ទៅវាទៅអញ្ចឹងគឺវាធ្វើការ generate ជាវីដេអូយើងហើយយើងចាំមើលថាវីដេអូហ្នឹងវាមិនដែរមើលទៅគឺវាទៅចាក់ភ្នែកអត់ចឹងទៅអូខេឥឡូវនេះវាចេញមកឥឡូវយើងសាកមើលទាំងអស់គ្នាមើលអូខេអញ្ចឹងនេះគឺវីដេអូទី1ហើយខ្ញុំសូមទៅ copy prompt ទី2មួយទៀតអញ្ចឹង prompt ទី2ខ្ញុំសូម copy អានេះចុះអញ្ចឹងអ្នកនរគ្នាអាចធ្វើអញ្ចឹងតែមកយើងធ្វើអញ្ចឹងទៅអស់ឲ្យហើយមកគ្រប់ prompt ហ្នឹងមកអញ្ចឹង prompt ទី2គឺយើង back មកក្រោយសិនមកហើយយើងផាសចូលកន្លែងហ្នឹងដែរបន្តមកទៀតយើងចុច submit ទៅវាទៅអញ្ចឹងវាទៅបង្កើតជារូបភាពឲ្យយើងទៀតហើយយើងចាំវាបន្តិចទៀតសិនទៅអូខេនេះអញ្ចឹងនេះគឺដូចជារូបត្រីបាឡែនមកខ្ញុំអត់ស្គាល់ស្គាល់ទេប្រហែលជាត្រីបាឡែនអញ្ចឹងយើងអាចមើលមកយើងពេញចិត្តមួយណាឧទាហរណ៍ថាមួយនេះចុះយើងផាស prompt យើងដែរហ្នឹងចូលមកហើយយើងចុច submit ទៅវាទៀតទៅអញ្ចឹងគឺវាធ្វើការបំលែងពីរូបភាពហ្នឹងទៅជាវីដេអូហើយអញ្ចឹងនេះគឺអ្នកនរគ្នាអាចធ្វើការអនុវត្តអញ្ចឹងដែរមកអ្នកនរគ្នាចង់បានប្រហែលវីដេអូអង្គុយធ្វើអញ្ចឹងឲ្យបានច្រើនស្មើអូខេឥឡូវនេះវារួចរាល់ហើយយើងសាកមើលទាំងអស់គ្នាមើលអូខេខ្ញុំគិតថាប៉ុណ្្នឹងវាអូខេអញ្ចឹងបើសិនជាអ្នកនរគ្នាធ្វើរួចរាល់ហើយដើម្បី download បានអ្នកនរគ្នាអាចចុចលើនេះចុចលើហ្នឹងមួយមកឬមួយក៏យើងចង់ download ទាំងអស់យើងចុចលើនេះfavorite ហ្នឹងចុចយើងទៅមើលមកយើងមានប្រហែលយើង download ប៉ុណ្ណឹងមកចានេះគឺខ្ញុំបានធ្វើពីមុនមកវាមានដូចជា4ដែរអូខេខ្ញុំសូម download ទី1នេះចុះយើងចុចនេះមកអូខេយើង save ទុកមួយមកហើយបន្ទាប់មកទៀតគឺយើងទៅ download មួយទៀតអញ្ចឹងយើង back មកក្រោយមកហើយយើងទៅ download ទី2ហ្នឹងមកចាឥឡូវនេះគឺយើងមានវីដេអូហើយអ្វីដែលយើងត្រូវការមួយទៀតគឺជាចម្រៀង background ឬមួយក៏គេហៅថា relaxing music ហ្នឹងអញ្ចឹងដើម្បីយកបានអ្នកនរគ្នាអាចចូលមកកាន់ YouTube ហើយយើងចុចលើនេះយើងចុចពាក្យថា YouTube Studio ហ្នឹងមកហើយបន្តមកទៀតអ្នកនរគ្នាអាចធ្វើការអស់មកក្រោមតិចអ្នកនរគ្នានឹងឃើញពាក្យថា Audio Library ចុចអាហ្នឹងមកចានេះគឺជាចម្រៀងដែលអ្នកនរគ្នាអាច download យកទៅប្រើប្រាស់ free ដែលមិនមានការជាប់ copyright ទេហើយបញ្ជាក់បន្តិចអានេះគឺយើងប្រើមិនជាប់ copyright នៅក្នុងតែ YouTube ទេតែបើសិនជានៅក្នុងFacebook ឬមួយក៏ TikTok អាហ្នឹងគឺខ្ញុំអត់ហ៊ានទៅនេះទេបាទដោយសារតែចម្រៀងនេះគឺគេបង្កើតឡើងមកគឺសម្រាប់ប្រើតែក្នុង YouTube ទេចឹងអានេះគឺអ្នកនរគ្នាអាចធ្វើការ research បានអ្នកនរគ្នាអាច search ពាក្យថា relaxing អញ្ចឹងទៅ
relaxing អញ្ចឹងយើងសាកស្ដាប់មើលចានេះគឺជាចម្រៀងដែលវា free ឲ្យយើងចឹងយើងស្ដាប់មួយមកយើងពេញចិត្តមួយហើយយើង download មួយនឹងទុកមកអូខេឥឡូវខ្ញុំសូមសាកស្ដាប់មួយនេះចុះអូខេខ្ញុំគិតថានេះគឺវាមកទៅហ៊ានតំណងដែរអញ្ចឹងមកពេញចិត្តអាហ្នឹងអ្នកនរគ្នាចុច download នេះមកអូខេយើងសេវវាទុកមកហើយបន្ទាប់មកទៀតយើងត្រូវកាត់វាបញ្ចូលគ្នាអញ្ចឹងដើម្បីកាត់បានគឺយើងប្រើប្រាស់ CapCut អ្នកនរគ្នាបើក CapCut មកនៅកន្លែងនេះយើងចុចពាក្យថា create project ហើយបន្ទាប់មកទៀតយើងចុចពាក្យថា import អូខេយើងទៅយកវីដេអូរបស់យើងមិញមកអញ្ចឹងយើងទុកនៅកន្លែងណានេះទាំងអស់ហ្នឹងយើង select ទាំងអស់ហ្នឹងមកចានេះគ្រាន់តែជាឧទាហរណ៍របស់ខ្ញុំទេខ្ញុំធ្វើតែ4វីដេអូទេអញ្ចឹងអ្នកនរគ្នាមានប្រហែលដាក់ប៉ុណ្្នឹងមកអូខេអញ្ចឹងនេះខ្ញុំសូមរៀបវាមើលទៅតំណងតិចអញ្ចឹងដំបូងខ្ញុំសូមលុបចម្រៀង sound សិនខ្ញុំចង់ស្ដាប់អាសលេង synth មកពី AI មកថាយើងអាចទទួលយកបានអត់អូខេខ្ញុំគិតថានេះវាមួយយ៉ាងដែរក៏មិនដែរវាលក្ខណៈរៀងដាច់វាអត់សូវស៊ីគ្នាល្អចឹងខ្ញុំសូមបិទសំឡេងចម្រៀងនឹងចោលមកខ្ញុំស្រេចទាំងអស់ហ្នឹងមកនេះយើងចុចនេះហើយយើងស្រេចទាំងអស់ហ្នឹងហើយយើងយកពាក្យថា audio យើងយកកន្លែង volume នេះយើងដកចោលអស់មកហើយបន្តមកទៀតយើងទាញចម្រៀងយើងតម្លាក់ចូលមកហើយយើងសាកស្ដាប់មើលមិនដែរអូខេខ្ញុំគិតថានេះក៏វាមួយយ៉ាងដែរសាប់ទៅវាក៏រៀងប្រូដែរអញ្ចឹងអ្នកនរគ្នាបើពេញចិត្តអាហ្នឹងហើយសចម្រៀងប្រហែលនេះយើងកាត់វាចោលទៅអញ្ចឹងអានេះជាការរីកមិនរបស់ខ្ញុំអ្នកនរគ្នាអាចធ្វើវាបានត្រឹម30នាទីទៅ1ម៉ោងទៅហើយវាកាន់តែយូរទៅកាន់តែល្អហ្នឹងហើយអញ្ចឹងបើយើងពេញចិត្តប៉ុណ្្នឹងហើយយើងចុច export មកនេះហើយយើងដាក់ចំណងជើងហើយយើងចុច save ទុកមកអូខេអញ្ចឹងឥឡូវនេះគឺវីដេអូយើងបានផលិតរួចរាល់ហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើមួយទៀតគឺជា thumbnail យើងសាកបកត្រឡប់ទៅមើលនៅក្នុង YouTube នឹងវិញអ្នកនរគ្នាមើលមកនេះឃើញថាវីដេអូរបស់គាត់មួយគឺ thumbnail គឺមើលទៅគួរឲ្យតាក់ទាញមែនទែនអញ្ចឹងបើសិនជាយើងចូលបង្កើត thumbnail លក្ខណៈហ្នឹងដំបូងគឺយើងគ្រាន់តែចូលទៅមើលវីដេអូគាត់មួយសិនទៅបន្តមកទៀតនៅកន្លែងនេះគឺវាមាន thumbnail អ្នកនរគ្នាអាចចុចកន្លែងនេះមកនេះចុចកន្លែងហ្នឹងមួយហើយអ្នកនរគ្នាអាចធ្វើការចុច download thumbnail អូខេអញ្ចឹងអានេះតើអ្នកនរគ្នាមានកម្មវិធី vidIQ ជា extension របស់ Google Chrome ទើបអ្នកនរគ្នាអាចធ្វើការ download បានអញ្ចឹងអ្នកនរគ្នាអាចធ្វើការតម្លើង extension vidIQ មកទៅវាចេញរូប thumbnail ហ្នឹងឲ្យយើង download អូខេទុកកន្លែងនេះហើយបន្តមកទៀតគឺយើងទៅបើក chat GPT របស់យើងវិញហើយយើង upload រូបមិញហ្នឹងចូលមកនេះរូបមិញហ្នឹងយើងចុច open ទៅបន្តមកទៀតគឺយើងត្រូវទៅ save prompt ទៅវាចេះអូខេអញ្ចឹងនៅកន្លែងហ្នឹងគឺខ្ញុំបានសរសេរថា if I want to create thumbnail YouTube like page I was upload what prompt should I write នៅត្រង់ចំណុចហ្នឹងគឺខ្ញុំចង់បានន័យថាបើសិនបើខ្ញុំចង់បង្កើតជារូប thumbnail ដែលខ្ញុំបាន upload នេះចឹងខ្ញុំត្រូវទៅ save prompt មួយគេខ្លះចឹងតែប៉ុណ្្នឹងទៅយើងចុច send ទៅវាទៅគឺវាធ្វើការ analyze ទៅលើរូបភាពហ្នឹងហើយបន្តមកទៀតគឺវាធ្វើការផ្ដល់ prompt មកយើងហើយអូខេឥឡូវនេះគឺវាចេញមកនេះឃើញថាវាមានប៉ុណ្នេះ prompt អញ្ចឹងដើម្បីបង្កើត prompt ហ្នឹងបានគឺយើងបូក tab ថ្មីមួយទៀតយើង save ពីថា Wizlab មកចឹងខ្ញុំចូលចិត្តប្រើ Wizlab ដោយសារថាវាអត់មានជាប់ watermark រូប AI ជាដើមអញ្ចឹងនេះអ្នកនរគ្នាយក website លើគេហ្នឹងមកហើយបន្តមកទៀតយើងចុចពីថា enter tool ហ្នឹងមកអូខេនៅកន្លែងហ្នឹងគឺយើងទៅ copy prompt មកហ្នឹងមកនេះអា prompt ដែល AI វាឲ្យយើងហ្នឹងយើងយកមកផាល់ឲ្យនេះហើយបន្តមកទៀតគឺយើងចង់បានរូបហ្នឹងជាទម្រង់អីគេទម្រង់បញ្ឈរឬមួយក៏ផ្ដេកឬមួយក៏ពន្ធជ្រុងយើងរើសតាមហ្នឹងមកអញ្ចឹងសម្រាប់ thumbnail YouTube គឺជាទម្រង់ផ្ដេកយើងចុច submit ទៅវាទៅអញ្ចឹងគឺវាធ្វើការ generate ជារូបហ្នឹងឲ្យយើងចាំវាបន្តិចទៅអូខេអ្នកនរគ្នាឃើញនេះឃើញវាចេញមកតំណងមែនទេវាប្រហាក់ប្រហែលទៅនឹង thumbnail របស់គាត់នេះដែរអូខេអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាអាចធ្វើការ download មកបន្ទាប់ពីយើងធ្វើការបង្កើត thumbnail រួចហើយយើងគាត់ download អាហ្នឹងមកអញ្ចឹងយើងទុកនៅកន្លែងណាមួយទៅដូចយើងស្រួលរកយើងអាចយកទៅផុសនៅក្នុង YouTube ទៅគឺបានដែរអញ្ចឹងនៅក្នុងវីដេអូរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាម្ដងទៀតសម្រាប់ការតាមដានទស្សនា complete ចុចចូលទៅកាន់ Channel Telegram របស់ខ្ញុំហើយក៏ complete ចុច like Subscribe និង Share ផងជំរាបលាអ្នកនរគ្នាសុខសប្បាយ